អ្នកនរគ្នាខ្ញុំសង្កេតមើលឃើញថាការបាត់Facebook account ណាមិនមែនសំដៅលើ account យើងមានបញ្ហាឬក៏ account យើង share ឬក៏ comment អីផ្ដេសផ្ដាស់ទេនិយាយរួមខ្ញុំមាន Facebook account ច្រើនដែរaccount ទាំង account នៅខ្មែរនិង account នៅក្រៅប្រទេសក្រៅប្រទេសហ្នឹងខ្ញុំសំដៅលើ account ខ្ញុំប្រើ VPN ណាហើយaccount ដែលមានបញ្ហាហ្នឹងគឺ account នៅស្រុកខ្មែរហើយ account មួយហ្នឹងគឺខ្ញុំ active ខ្លាំងជាងគេហ្មងមានន័យថាខ្ញុំលេងរាល់ថ្ងៃដូចយើងលេងទាំងអស់គ្នាអញ្ចឹងណាមាន post រូបមាន comment មាន share មានមើលរឿងមានអីទាំងអស់និយាយរួមគឺធម្មតាទេប៉ុន្តែអ្វីដែលមិនធម្មតាគឺខ្ញុំសង្កេតឃើញថាប្រហែលថ្ងៃមុនហ្នឹងយើងអាចថាមួយអាទិត្យមុនចុះprofile របស់ខ្ញុំ account Facebook profile ខ្ញុំដែលខ្ញុំប្រើរាល់ថ្ងៃហ្នឹងណាវាចេញ warning ពណ៌លឿងមានន័យថាវាចេញ suspend នៅពេលដែលខ្ញុំចូលទៅមើលក្នុង professional dashboard ហ្នឹងទៅវាប្រាប់ថា profile របស់ខ្ញុំហ្នឹងត្រូវ Facebook suspend មួយរយៈហើយដល់ពេលខ្ញុំទៅមើលមូលហេតុថាមូលហេតុដោយសារអីដល់ពេលខ្ញុំទៅចូលមើលមូលហេតុវាប្រាប់ថាមកពីខ្ញុំហ្នឹងagainst to community policy របស់ Facebook ហ្នឹងហើយagainst policy ហ្នឹងគឺដោយសារតែ profile របស់ខ្ញុំហ្នឹងខ្ញុំបាន share job announcement របស់ក្រុមហ៊ុនខ្ញុំដោយសារខ្ញុំក៏ជា admin នៅក្នុង page របស់ក្រុមហ៊ុនដែរអញ្ចឹងនៅពេលដែលក្រុមហ៊ុនគាត់ផុសជ្រើសបុគ្គលិកតាមរយៈបងធំខ្ញុំក៏ចូលទៅ share ជួយ share ឲ្យវាឆាប់បានលក្ខណៈថាយើងរើសបុគ្គលិកឆាប់បានអញ្ចឹងណាហើយខ្ញុំ share ដល់ទៅ3 post អ្នកនរគ្នាហើយមួយថ្ងៃមុនហ្នឹងដែលវា warning ខ្ញុំថាខ្ញុំ account ខ្ញុំ suspend ហ្នឹងគឺខ្ញុំចូលទៅមើលគឺខ្ញុំជាប់ជាមួយនឹងអា3ហ្នឹងឯងannouncement 3ហ្នឹងឯងប៉ុន្តែវាអត់មានកន្លែងមួយណាដែលថាឲ្យខ្ញុំហ្នឹងទៅ remove វាចេញបានណាចឹងនិយាយថាខ្ញុំចូលទៅមើលខ្ញុំចង់ទៅ remove អីអស់ហ្នឹងចេញបានខ្ញុំរត់ឃើញដល់ពេលរត់ឃើញខ្ញុំក៏ទុកវាមក2-3ថ្ងៃហើយខ្ញុំភ្លេចទៀតខ្ញុំភ្លេចថាខ្ញុំត្រូវទៅនេះវាម្ដងទៀតណាទៅឆែកវាឬក៏តាមដានវាម្ដងទៀតខ្ញុំភ្លេចអីឈឹងខ្ញុំវល់ធ្វើការពេករហូតមកដល់ថ្ងៃទី16មកសមមួយថ្ងៃហ្នឹងម៉ោងប្រហែលខ្ទង់7ជាង7កន្លះជាងយប់ជិត8អីហ្នឹងទូរស័ព្ទខ្ញុំមួយហ្នឹងដែលខ្ញុំ register account ខ្ញុំដែរហ្នឹងវា alert ថា session sign out ហើយខ្ញុំអត់ចាប់អារម្មណ៍ទេខ្ញុំស្មានតែថាFacebook វា sign out វាធ្លាប់ sign out អញ្ចឹងណាហើយយើងក៏ sign in ចូលទៅវិញចូលអញ្ចឹងណាដល់ពេលខ្ញុំក៏អត់ចាប់អារម្មណ៍ទៀតខ្ញុំឃើញ session sign out ខ្ញុំក៏អូខេសិនទៅអូខេទុកសិនអញ្ចឹងណាបន្ទាប់មកទៀតកន្លែងធ្វើការខ្ញុំគេផុសនៅក្នុង group Telegram របស់ company ដែរក្រុម company មាន staff ច្រើនអញ្ចឹងណាគេថាបងប្អូនមានណាគេបាត់ page អត់ដោយសារគាត់បាត់ page តែម្ដងមិនមែនបាត់ត្រឹម profile ទេណាគាត់បាត់ page តែខ្ញុំបាត់ profile គាត់បាត់ page ហើយដល់ពេលបាត់ page ទៅខ្ញុំក៏និយាយលេងជាមួយគាត់ថាpage ឯងសំបាត់ឯងដោយសារ page ឯងដាក់ឈ្មោះកាត់ថៃអញ្ចឹងសង្ស័យតែពួកថៃវា report ដាច់ឲ្យដឹងអញ្ចឹងណានិយាយលេងមួយគាត់អញ្ចឹងឯងសោកតែពេលបន្ទាប់ពីនិយាយលេងមួយគាត់មក plate ហ្នឹងទៅខ្ញុំក៏នឹកឃើញទៅបើក Facebook ខ្លួនឯងមើលមានណាអ្នកអស់គ្នាចូលទៅបើក Facebook ខ្លួនឯងពុបវាដាក់ថា your account has been disabled oh my god អូយហើយខ្ញុំឡើង oh my god ឡើង shock ហ្មងនិយាយថាវាឡើងគាំងហ្មងគាំងឈឹងហ្មងអត់ដឹងថាមូលហេតុអីស្រាប់ដល់ពេលចូលទៅកន្លែងគេឲ្យយើងចូលទៅកន្លែងនេះហ៎ help center ហើយចូលទៅ help center ហើយអ្នកនរគ្នាអាចជួយបានទេដល់ពេលខ្ញុំព្យាយាម log in ម្ដងហើយម្ដងទៀតណាវានៅតែចេញយក account disable រហូតអញ្ចឹងទៅខ្ញុំឥឡូវហ្នឹងបាត់អូតូបន្តិចហើយ profile របស់ខ្ញុំហើយបន្ទាប់មកដល់ពេលខ្ញុំចូលទៅក្នុង TikTok ខ្ញុំព្យាយាមរកព័ត៌មានហ្នឹងណាខ្ញុំសង្កេតឃើញថាមិនមែនមានតែខ្ញុំហើយនឹងអ្នកកន្លែងធ្វើការខ្ញុំទេគឺសឹងតែគ្រប់គ្នាគឺបាត់អាទាំងអស់ហើយបាត់ហ្នឹងគឺបាត់សិតតែជា account លក្ខណៈថា account ដែល active ខ្លាំងបាទ account ដែលអត់ active គឺអត់បាត់ទេអ្នកនរគ្នាដោយសារខ្ញុំមានFacebook profile មួយទៀតនៅខ្មែរដែរតែអត់ active ទេដោយសារហ្នឹងខ្ញុំបង្កើតដើម្បីគ្រាន់តែកាន់ page លក់អីវ៉ាន់ខ្ញុំនៅខ្មែរដែរអញ្ចឹងណាអាហ្នឹងអត់អីទេអ្នកនរគ្នាគឺនៅធម្មតាហើយឥឡូវខ្ញុំប្រើមួយហ្នឹងឯងហើយយ៉ាងនិយាយថាFacebook profile ខ្ញុំអាចារ្យហ្នឹងខ្ញុំខំប្រើវាតាំងពី2009អ្នកនរគ្នាខំកសាងវាតាំងពីល្អមែនទែនអត់ហ៊ានធ្វើអីប្រឌិតដែរទេខ្លាចខូចហើយអនុស្សាវរីយ៍នៅជាមួយគាត់ក៏យូរដែរទាំង
photo ជាពិសេសគឺ photo ហ្មង photo និង video របស់ខ្ញុំដែលខ្ញុំថតតាំងប្រហែលទៅដើរលេងតាំងប្រហែលហ្នឹងគឺខ្ញុំផ្ញើទុកនៅលើ Facebook ទាំងអស់ហើយឥឡូវហ្នឹងគឺ Facebook កាត់យកទៅវិញទាំងអស់ដូចគ្នារហូតមកដល់ពេលនេះអត់ដឹងថាត្រូវធ្វើមិនបានមកវិញទេអញ្ចឹងពួកយើងមានតែលក្ខណៈថាលួងចិត្តខ្លួនឯងណាកែលោពូ market អនុញ្ញាតឲ្យយើងធ្វើនេះបានមកវិញស្នើសុំយក account បានមកវិញអញ្ចឹងឥឡូវនេះយើងរងចាំទាំងអស់គ្នា